ពេលឃើញភ្លាមខ្ញុំសម័យថាអូអញអង្គុយកន្លែងនេះតំណងអាកន្លែងកៅអីកដាលដែលវាតែឯងរៀងហឹកហាក់ហ្នឹងមានអារម្មណ៍ថាខ្លួនឯងវាមានអំណាច premium រឿងសាមញ្ញមួយទៀតដែលជួនកាលយើងអត់បានទៅរោមើលវាប៉ុន្តែដល់ពេលប្រើប្រាស់បានយើងដឹងហ្នឹងគឺអាការដែលយើងអាចដូរពណ៌នៅក្នុងឡានបានណាសម្រាប់កូនខ្ញុំអូនវិនតែមេឃភ្លៀងសុំដូរពណ៌ឡានហើយមុននឹងខ្ញុំប្រើឡាន Staria នេះខ្ញុំប្រើ H1 អនុញ្ញាតដែរដូចគ្នាដែរដោយសារមូលហេតុយើងមានគ្រួសារធំយើងចង់ទៅណាជុំគ្នាដាក់បានច្រើនដូចគ្នាអញ្ចឹងជំរើសតែមួយគត់នៅពេលហ្នឹងគឺ Staria តែម្ដងខ្ញុំឈ្មោះណាណាខ្ញុំជាអ្នកផលិតមាតិកាជាអ្នករកស៊ីជាពិធីការនី សួស្តីខ្ញុំតកូលប្តីឈ្មោះណាណាដែរគេហៅប្តីណាណាខ្ញុំឈ្មោះបញ្ញាគ្រួសារផាន់គាត់ចំណាប់អារម្មណ៍ខ្ញុំដំបូងពីព្រោះមុនពេលទៅឃើញឡាននៅ showroom ហ្នឹងគឺព្រោះធម្មតាប្តីខ្ញុំជាអ្នក search គ្រឿងឡានរឿងអីគាត់ចូលចិត្តមើលអញ្ចឹងណាហើយដល់ពេលឃើញគាត់ប្លែកគាត់យកមកឲ្យខ្ញុំមើលហើយវាប្លែកហើយវាគេថាគេហៅ timeless មានន័យថាម៉េចអត់ចេះចាស់ទេហ្នឹងហើយអត់ចេះចាស់អត់ចេះហួសម៉ូដខ្ញុំសម្រាប់ចិត្តយក Staria ហ្នឹងគឺ Captain Seat 2ហ្នឹងមុំតាមួយយាយមួយហើយកូននៅខាងក្រោយហ្នឹងក៏អីអាចបត់បានណោះកូនលេងនៅខាងក្រោយហ្នឹងអាចអង្គុយក៏បានអាចដេកក៏បានអាចបត់មកដើម្បីធ្វើជាហាងលក់ទំនិញនៅក្នុងហ្នឹងជាមួយបងប្អូននៅក្នុងហ្នឹងក៏បានឡាន Staria គឺផ្ដោតទៅលើអ្នកដែលបើកបរដែរមាន armrest ដូចគ្នាមានក្តៅត្រជាក់នៅខាងក្រោយអញ្ចឹងវាស្រួលខ្លួននៅពេលដែលយើងបើកអញ្ចឹងមិនត្រឹមតែផ្ដោតផាសុកភាពទៅឲ្យអ្នករួមដំណើរទេប៉ុន្តែតកងបើកហ្នឹងក៏មានផាសុកភាពដែរដូច្នេះយើងមិនមែនមានអារម្មណ៍ថាសពសុទ្ធណានៅក្នុងក្រុងមិនបត់អីស្រួលដូចឡានតូចទេនឹងឡានធំដោយសារតែវាមានកាមេរ៉ា360វាមាន sensor ជុំវិញឡានអញ្ចឹងនៅពេលដែលយើងធ្វើដំណើរនៅក្នុងក្រុងគឺវាងាយស្រួលយើងអត់យើងដឹងថាក្បែរចិត្ត curb ហើយបើគិតធៀបជាមួយនឹងឡានតូចផងខ្ញុំនៅក្នុងក្រុងអត់ស៊ីសាំងជាងឡានតូចខ្លាំងប្រហែលទេខ្ញុំគិតថានៅឡានធំវាស៊ីសាំងជាងឡានតូចអញ្ចឹងណាប៉ុន្តែដល់ពេលធៀបជាមួយនឹងឡានតូចក្នុងក្រុងប្រហាក់ប្រហែលគ្នាខ្ញុំលក់បងវែងហើយនឹងធ្លាប់ជាមួយនឹងមុខងារដែល Staria ផ្ដល់ជូនក្នុងរយៈពេល2ឆ្នាំ3ឆ្នាំកន្លងនេះដែលយើងបើកបរផ្លូវឆ្ងាយមួយចំនួនហ្នឹងគឺ adaptive cruise control ផងវាហ្នឹងគឺអនុញ្ញាតឲ្យខ្ញុំប្រឡែងជើងចេញពី gear បានយ៉ាងស្រួលយើងអមតែប្រាំងណាហើយបើកតាមផ្លូវហ្នឹងគឺ assist ទៅលើការបើកតាមកន្លងគឺងាយមកចប់ហ្មងហើយទៅពេលអញ្ចឹងយើងមុនដំបូងខ្ញុំចង់ភ័យតែថាទៅពេលវាងាយពេកទៅខ្លាចតែយើងវាអង្គុយដេកវាងោកវាអីចឹងណាប៉ុន្តែវាមានfunction មួយទៀតវាប្រាប់ទៅទៀតថាយើងដូចរៀងអង្គុយដេកហើយឈប់ផឹកកាហ្វេមួយសិនឈប់សម្រាកបន្តិចសិនអញ្ចឹងវាមាន function មួយ alert យើងនៅពេលដែលយើងរៀងសើហ្នឹងគឺវាប្រាប់យើងបើនៅក្នុងក្រុងទៀតពួកខ្ញុំប្រើមុខងារដែលវាប្រាប់ថាអ្នកខាងមុខគេទៅហើយព្រោះជួនកាលយើង stay ហ៎យើងឈប់នៅភ្លើង stop ប៉ុន្តែយើងឈប់រៀងឆ្ងាយទៅមុខបាត់ចឹងទៅវា alert ប្រាប់យើងថាអ្នកខាងមុខគេទៅហើយលឿនអញ្ចឹងអាហ្នឹងល្អមែនតើហ្មងហើយទោះបីខ្ញុំអត់សូវបើកឡានច្រើនក៏ដោយប៉ុន្តែពេលដែលខ្ញុំបើកគឺថាមុខងារហ្នឹងគឺវាជួយប្រាប់ខ្ញុំថាយើងភ្លេចខ្លួនណាហើយតែប៉ុតការធ្វើដំណើរយើងអត់គួរភ្លេចខ្លួនទេតែយើងបងប្អូនសាច់ចិត្តសាច់ឆ្ងាយអញ្ចឹងណាដែលគាត់អត់ដែលបានធ្លាប់ភ្លក់រសជាតិ executive lounge VIP captain seat នៅពេលដែលគាត់ឡើងទៅគាត់អង្គុយអីឯងដូចរៀងងើបបាសអញ្ចឹងណាហើយទៅពេលកូនខ្ញុំចុច one click reclining seat ហ្នឹងទៅវាទៅជា trade ចេះវាលើកជើងមកអញ្ចេះហើយទៅចុចឲ្យត្រជាក់ទៀតទៅគាត់ស្រួលខ្លួនមាន armrest ចឹងមកគឺគាត់មានអារម្មណ៍ថាដូចអធិរាជចឹងណាមានអារម្មណ៍ថាដូចស្ដាច់ចឹងណាអ្នកផ្ទះយើងណាអ្នកណាក៏និយាយថាប្លែកអស្ចារ្យដែរឆ្លាស់ល្អយើងមាន moon roof ពីលើអត់មានមូលហេតុដែលត្រូវ complain ត្រូវល្អូកើតណាតែខ្លះចំនួនមួយគាត់ជាអ្នកជូនតាទៅឯងក៏តាខាងយកឡានអាកៅទៅឈ្មោះគាត់នៅផ្ទះអញ្ចឹងណាហ្នឹងហើយព្រោះឡានហ្នឹងវាស្រួលវាមានផាសុកភាពហើយគាត់មានអីនិយាយភាសាសម័យថាអួតអ្នកផ្សេងទៀតអញ្ចឹងណាហ្នឹងហើយបើក្រុមការងាររបស់ខ្ញុំគឺពេលយើងធ្វើដំណើរយើងអីអាហ្នឹងវាត្រជាក់លឿនត្រជាក់ស្រួលវាមិនមែនដូចឡានមួយចំនួនជួនកាលមកទទួលបានវាត្រជាក់អញ្ចឹងពិសេសបំផុតសម្រាប់ពួកខ្ញុំហ្នឹងយើងនិយាយក្នុងករណីក្រុមការងារគឺកន្លែងដាក់កំប៉ុងទឹកតែប៉ុន្តែយើងអាចបានគិតថាគ្រាន់តែកន្លែងដាក់កំប៉ុងទឹកហ្នឹងគ្មានស្អីអស្ចារ្យឯឡាន6-70000តែអត់ទេការអនុវត្តជាក់ស្ដែងណាពួកខ្ញុំកាន់កំប៉ុងទឹកគ្រប់គ្នាហ្មងហើយពេលដែលអត់កន្លែងដាក់កំប៉ុងទឹកពួកខ្ញុំស្អាតណាយើងទិញកំប៉ុងទឹកណាដល់អីស្រឡាញ់មិនមែនគ្រាន់តែនេះទេណាតែបើអ្នកស្រឡាញ់កំប៉ុងទឹកដឹងហើយអញ្ចឹងក្រុមការងារខ្ញុំម្នាក់មានកន្លែងដាក់3-4អត់ដណ្ដើមគ្នាអត់ឈ្លោះគ្នា
hay nâng ọt thử căn của phong tật chọp là hột chẳng á hướng tút men đẻ còn đây mẹ ta con lán càng chơi đáy miên mùi càng đám đáy nơi cái bài stereo system nắng miên muối nó chọi tới trên máu ở về retractable nơi càng này đây vốn đã kéo chung kia ban mùi pi tiết nó còn đại ta con lán còn là phim đã slide nó nhóm chào bạn ta copy lan rồi tây mà chỉ nói là miên vì automatic nó cứ cả lại cả lẹ đã thử chặt cái lưới phía ở bay ao phía ba nó mechanism phân viên nó biết chọn chỉ muốn nó cái chọn đó chính là dương mưa bị khang khéo láถ้า việc khơi snap channel khang khéo môi tiết đi hay việc ban thôi cào đó chính là dương tự chọn cái lại chỉ ít đó có trả cho bàn này việc copy ở phía để dương ba chấm hiên vậy và hai chị ở pro ban xạ chào lọc function này phía nó khang không là nó bên để dương cho ba là biết ba phía lan chấm hiên nó ban đầu là bảy phết dương tiên dương cho dương ba mình vậy tele bị chừng ngay tele bị chừng buồn vậy thằng tele một tiết còn này đặc biệt chẳng đôi này vậy chẳng con ai sửa cho chắc men con sửa cho men bản thân gì thời ba cái ấy bản tái đời sau để phụ nhóm vợ cha lọc function nắng nâng thuê chẳng phí nhưng bật cha lọc chẳng con cho lư ta sâu tí tí thế này còn ót ba chân này chẳng những ót qua phải hai nâng cao mà cái lại đặt tắc nơi cái đài VIP seat từ pi nắng á cứ of course mình cái lại đặt tắc mình cái lại sạt mó và tay nó khổm nó miên compartment môi tiết miên khúc môi tiết không mình tên mà dương tiền má cô nhóm đại bản lên trong nâng bàn ấy kháng cáo từ miên ISO fix đại ai ao dương cho cassette rồi bọc cồn ngay bàn từ dạng nhí hơi miên sọt tiệp thuật của cassette nơi bây đại dương cho đại còn tại port size quạt bị lừa nó bị ấp cho mà rồi thì to tại miên ăn đại pi tiết làm bay chập cho chỉ môi năng ăn đại đó bò cái ấy năng to tại đó được chứ này tụ bay cơ bọt pan ná lẹ bọt pan ná cô bị ở lủng đại cassette đóประปอนได้ยังประทายขังกลางมันท่าประปอนสวัสดิภาพหรือก็ประปอนentertainment ដាក់ចូលមកហ្នឹងគឺទូនាទីវាឆ្លើយតបទៅនឹងតម្រូវការផងយើងតែមួយមុខទេគឺយើងត្រូវការជំនាញវាជំនាញវាអត់ខ្វល់ថាយើងកំពុងបើកឡានកំពុងតែអាយ៉ែមានអ្នកមកពីខាងក្រោយពេលបើកវាទៅមានអ្នកជិះកាត់ឲ្យវាអត់ខ្វល់ទេប៉ុន្តែបើសិនជា system ហ្នឹងវាចេញមកពីរោងចក្រផ្ទាល់គឺគេទុកអតិភិបទៅឲ្យប្រព័ន្ធសុវត្ថិភាពដើរតួនាទីឈានមុខនៅពេលដែលយើងត្រូវការផ្ដល់ការយកចិត្តទុកដាក់ទៅលើផ្នែកសុវត្ថិភាពទាំងអស់ហ្នឹងហើយបើគិតពីលុយណាអ្នកខ្លះគាត់គិតថាយើងទិញឡានរៀងធូរថ្លៃទៅហើយយើងដាក់អានឹងថែមទៅគិតចុះគិតឡើងប្រហែលចំណេញលុយតិចតួចប៉ុន្តែនៅពេលដែលយើងគិតពីពេលវេលាដែលយើងត្រូវចំណាយចេញទៅពេលវេលាជាលុយណាហើយនឹងអាខូចច្រើនដងញឹកញាប់ដែលធ្វើឲ្យយើងខូចអារម្មណ៍ដែលធ្វើឲ្យយើងត្រូវ cancel ការងារមួយថ្ងៃដើម្បីចាំជាងមកធ្វើខ្ញុំអាចនិយាយបានថាវាអត់ស័ក្តិសមតម្លៃទេឡានហ្នឹងវាជាសំណប់ចិត្តរបស់ឪពុកម្ដាយក្មេកខ្ញុំហើយនឹងម្ដាយខ្ញុំរហូតដល់ថ្នាក់គាត់ថាបើទិញថែមទិញទៅតែកុំដូរឡានហ្នឹងហើយគាត់មនុស្សសន្សំចៃខ្ញុំសូមបញ្ជាក់និយាយហ្នឹងមិនមែនគាត់ជាមនុស្សចាយទៅលឿយអីណាឲ្យទិញលើហើយណាប៉ុន្តែគាត់ស្រឡាញ់ឡានហ្នឹងរហូតដល់ថ្នាក់ប្រាប់ថាបើគាត់ឯងចង់ទិញថែមទិញស្អីមួយថែមទៅប៉ុន្តែកុំលក់ឡានហ្នឹងអីគាត់ចង់ជិះវាសម្រាប់ខ្ញុំឡានហ្នឹងពេលដែលយើងទិញដំបូងគឺជាការ upgrade ចេញពី H1 អញ្ចឹងសម្រាប់ខ្ញុំកាលពេលនោះគឺជាជំរើសបន្ថែមសម្រាប់គ្រួសារគឺជា luxury option ដែលយើងបើមានកាន់តែល្អបើអត់ក៏មិនអីដែរយើងមានជំរើសកកូកមិនអញ្ចឹងប៉ុន្តែក្រោយពីបានប្រើមករយៈមកពី3ឆ្នាំកន្លងមកនេះវាលែងជាជំរើស luxury option ណាវាលែងជាជំរើសបន្ថែមហើយវាជាជំរើសចាំបាច់វាជាតម្រូវការនៅពេលដែលយើងសម្រេចចិត្តទិញនឹងមានរឿងមួយធំជានឹងទៀតពីរដែលយើងជិះមិនផុតត្រូវពិចារណាហ្នឹងគឺ post purchase service post purchase market post purchase service នៅពេលដែលយើងទិញហើយហ្នឹងថាតើមានសេវាកម្មអីទៀតដែលផ្ដល់ឲ្យយើងនៅពេលដែលយើងចាយលុយឲ្យគេហើយឡានហ្នឹងខ្លាចជាផន់យើងហើយថាតើគេបំភ្លេចយើងចោលឬក៏នៅមានតំណែងដូចដើមធានា5ឆ្នាំឬក៏100000ក្នុងនោះមានផ្លាស់ប្ដូរប្រេង5ដងរក្សាទំនាក់ទំនងជាមួយនឹងអ្នកលក់ហ្នឹងជាប្រចាំណាហើយ system គេមានដូច្នេះចិត្តដល់ពេលចិត្តដល់វេលាគេតាក់ទងមកតារៀននេះបងធ្លាប់សាកសួរតម្លៃមើលកាលពេលគេចេញអាប៉ាឡេសេថ្មីមកយើងជួយជ្រើដែរនោះសួរទៅវាចុះប្រហែលជា 20% អត់ដល់ផងទេហើយមានអ្នកចាំត្រង់ច្រើនណាស់មិនល្អទាំងអស់ប៉ុន្តែបើសិនជាយើងទិញពីកន្លែងខាងក្រៅខ្ញុំអត់សូវទុកចិត្តថាតើវាពិតជាមានចឹងអត់ព្រោះខ្ញុំខ្លាចគេដើម្បីបញ្ចុះតម្លៃឲ្យទាបទៅគេអាចកាត់អីចឹងណាឬក៏គ្រឿងវាកន្លែងណាមួយដែលយើងអត់ចេះមើលហ្នឹងវាអ
លងកន្លែងនេះផុយកន្លែងនោះដូរអាគ្រឿងមិនល្អចេះចុះអីចឹងណាយើងដឹងហ្នឹងយំសំខាន់យើងអត់ចេះមើល ខ្ញុំភាសាសាមញ្ញថា highly recommend សម្រាប់អ្នកដែលចង់បានរថយន្តមួយដែលបានទាំងសម្រាប់ឯកជនផងបែបលក្ខណៈសង្គមផងបានលក្ខណៈក្រុមគ្រួសារជាពិសេសតែម្ដង